និយាយពីថាសប្បាយចិត្តបងប្អូនចាដឹងសប្បាយចិត្តអីគេអត់សប្បាយចិត្តដែលថាបានម្ហូបដែលយើងចង់ញ៉ាំអីអញ្ចឹងចាហើយយើងបានញ៉ាំអីចុះបងប្អូនចាព្រឹកឡើងគឺឃើញតែនាងខ្ញុំបូតបន្លែខៀវចេះឯងបងប្អូនចាបូតធួយអាហ្នឹងគេហៅធួយគេទេបងប្អូនផ្លេចទេនេះគេហៅអូធួយងប់បងប្អូនចាគេហៅធួយងប់ចង់ផ្លេចទេបងប្អូនចាស្លឹកងប់យើងហ្នឹងហើយនឹងស្លឹកបាសហើយនឹងស្អំអីចឹងទៅព្រឹកមិញគឺនាងខ្ញុំទិញបានតាពាំងគេពីរបងប្អូនតាពាំងផ្អែមនិយាយថាល្អមែនតែនប៉ុន្តែអូយថ្លៃណាស់បងប្អូនហើយខែនេះគឺវាអត់មានណទឹមតែឃើញមានចឹងចាពីរហ្នឹងគឺអស់6000បងប្អូនចាបកទៅគឺបានតូចមែនតែនប៉ុន្តែខ្ចីល្អបងប្អូនព្រោះគេទឹមកាត់ភ្លាមហើយគេយកមកលក់ភ្លាមអីចឹងមានតែពីរនៅឯងក៏ឃើញហ្នឹងឃើញតាពាំងខ្ចីថ្មីអញ្ចេះស្លខ្ទិះតាពាំងដឹងតែឆ្ងាញ់ហើយបងប្អូនព្រោះថានឹកឃើញចង់ញ៉ាំយូរហើយប៉ុន្តែខែនេះយើងអត់មានតាពាំងមានអីអញ្ចឹងទៅក៏មិនតែបានស្លអីចុះតាហើយព្រឹកមិញទៅផ្សារក៏ឃើញក៏ដាច់ចិត្តទិញឲ្យបងប្អូនថ្លៃក៏ថ្លៃទៅបើនឹកឃើញឃ្លានហើយមែនអត់ចាហើយខ្ញុំទិញថៃផ្ទក់គេបានមួយចាល្អមែនតែនយើងយកវាមកលាងទឹកលាងអំបិលអីកោសកាវាឲ្យស្អាតអីចឹងទៅបងប្អូនហើយស្លខ្ទិះតាពាំងខ្ញុំថ្ងៃនេះគឺខ្ញុំមានលាយថៃផ្ទក់មួយទៅហើយនឹងសាច់ជ្រូកបន្តិចបន្តួចទៅណាបងប្អូនហើយតាពាំងគឺនាងខ្ញុំចិត្តសបកវាចេញអញ្ចឹងទៅចានិយាយពីថាអូយតាពាំងនេះល្អមែនតើបងប្អូនហើយនេះគឺតាពាំងផ្អែមបងប្អូនចានិយាយពីថាអូយឆ្ងាញ់ណាស់ខ្ញុំចូលចិត្តហូបតាពាំងផ្អែមបើតាពាំងព្រៃតាពាំងអីផ្សេងខ្ញុំដូចអត់សូវទេបងប្អូនចំណែកតាពាំងផ្អែមនេះគឺខ្ញុំចូលចិត្តព្រោះដោយសារអីវាអត់ហាងអត់លមាស់អីអញ្ចឹងបងប្អូនចាយើងចិត្តសបកវាអញ្ចឹងមកចាអាណាចាស់យើងចាត់ចេញទៅបើតែគ្រាន់តែពាំងនេះវាខ្ចីបងប្អូនចាហើយយើងមកសាប់វាចាឯងចានាងខ្ញុំចិត្តក្បិតមុខពីឲ្យស្ដើងចេះទៅដើម្បីយើងស្លទៅវាទុនឆ្ងាញ់អីអញ្ចឹងបងប្អូនឃើញតាពាំងនេះគឺខ្ញុំនឹកឃើញដល់ម្ដាយនាងខ្ញុំបងប្អូនគាត់ចូលចិត្តស្លនាងខ្ញុំញ៉ាំហើយបើយើងមានខ្ចៅតលេខ្ចៅដូងដាក់ទៀតអូយទៅវាជាតិបងប្អូនអើយចាម្ដាយនាងខ្ញុំឲ្យទៅដល់គេមានលក់ខ្ចៅតលេខ្ចៅអីគាត់ជួយចិត្តស្លនេះខ្ញុំញ៉ាំហើយគ្រឿងផ្សំរបស់ខ្ញុំនេះបងប្អូនចាមានឃើញដូចក្នុងវីដេអូនេះឯងជាពិសេសគឺខ្ទិះដូងបងប្អូនហើយខ្ញុំដាក់អង្គដាក់ប្រហុកខ្ទឹមសអីចុះបងប្អូនត្រឡប់នេះខ្ញុំស្លគឺខ្ទិះដូងខ្ញុំមកជាមួយនឹងតាពាំងហ្មងហើយខ្ញុំដាក់អង្គចូលមកក្តាប់ទៅបងប្អូនចាតាពាំងផ្អែមគឺយើងមកជាមួយខ្ទិះដូងតមកពុះពីរពុះគឺយើងបងគ្រឿងក្រៅយកតែម្ដងបងប្អូនហើយបន្ទាប់ពីខ្ញុំដាក់ដាំតាពាំងជាមួយខ្ទិះដូងចោលទៅខ្ញុំមកហាន់សាច់ជ្រូកអីចុះបងប្អូនថ្ងៃនេះខ្ញុំលាយសាច់ជ្រូកម្ដុំនេះឯងចាយើងយកវាមកហាន់ចេះទៅចាសាច់ជ្រូកនេះគឺសាច់ស្មាវាមានចប់ខ្លាញ់ចប់អីអញ្ចឹងទៅពេលយើងស្លទៅវាទន់ឆ្ងាញ់អីអញ្ចឹងបងប្អូនចាហើយនេះខ្ញុំហាន់ចេះឯងមិនតូចក៏មិនធំដែរបងប្អូនគឺយើងហាន់មកល្មមសម្រាប់ដែលថាយើងដាក់ស្លអីទៅហើយបែរមកមើលតាពាំងរបស់ខ្ញុំវិញគឺថាមើលតែបាត់រៀងធំក្លិនតាពាំងតិចហើយបានខ្ញុំដាក់ប្រហុកហើយនឹងខ្ទឹមយើងទៅ4 5 កាពឹសអីអញ្ចឹងបងប្អូនហើយនេះខ្ញុំដាក់សាច់ជ្រូកមុនអីអញ្ចឹងហើយយើងដាក់គ្រឿងក្រៅអីទៅបងប្អូនចាស្លតាពាំងរបស់នាងខ្ញុំគឺងាយទេស្រួលទេចាយូរនឹងយើងមកងាស់វាជាមួយនឹងខ្ទិះដូងឲ្យរៀងតុនតិចទៅតម្រាំទៅពេលវាតុនហើយគឺយើងស្លលឿនទេបងប្អូនចាអូយទេថាថ្ងៃនេះគឺនាងខ្ញុំបាយបានច្រើនមែនតើចង់ហូបស្លខ្ទិះតាពាំងនឹងយូរហើយបងប្អូនតែបានញ៉ាំអីចុះហើយយើងដាក់គ្រឿងក្រៅមើលតាសពល្មមហើយបាននាងខ្ញុំដាក់ត្រីដាក់អីយើងចូលចុងក្រោយអញ្ចឹងបងប្អូនចាត្រឡប់នេះខ្ញុំស្លគឺត្រីខ្ញុំអត់កោទេខ្ញុំដាក់ឲ្យគឺបិទកម្រមមើលតាមពុះឲ្យឆ្អិនត្រីហ្មងហើយនាងខ្ញុំស្រង់ពពុះស្រង់អីយើងចាញ់អញ្ចឹងទៅហើយយើងដាក់បន្លែស្លឹករបស់យើងទៅចានេះគឺជាទម្លាប់ដែលនាងខ្ញុំស្លខ្ទិះតាពាំងបងប្អូននិយាយថាចាប់ជាតិគ្នាឆ្ងាញ់ណាបងប្អូនអើយម្ទេសហឹលជាមួយទឹកត្រីអីហ្នឹងគឺថាបាយអស់ពីចានអត់ដឹងខ្លួនទេណាបងប្អូនហើយចំណែកស្លឹកបាសស្លឹកងប់របស់យើងក៏ខ្ចីល្អទៀតចាហើយយើងដាក់ចូលទៅហើយត្រឡប់នេះខ្ញុំខ្ទិះតាពាំងគឺខ្ញុំចោលអត់បានទេស្អំណាបងប្អូនចាយើងដាក់ស្អំជាមួយនិយាយថាត្រូវជាតិគ្នាត្មងអាខ្ទិះតាពាំងនឹងអត់បន្លែអីអត់បានគឺអត់ស្អំអត់បានទេណាបងប្អូនចាហើយនេះខ្ទិះតាពាំងខ្ញុំគឺមុខមាត់ចេះឯងចាបន្ទាប់ពីយើងបង់បន្លែបង់អីចូលទៅចាគឺថាឆ្អិនល្មមហើយបងប្អូនអើយហើយយើងរៀបដួសដាក់ចានអីអញ្ចឹងមកចានិយាយពីថាអូឈ្ងុយខ្ទិះដូងផងឈ្ងុយអាស្អំនឹងផងនិយាយពីថាអូពេលដែលខ្ញុំធ្វើបដៅនឹកឃើញតែឃ្លានបាយមែនតែនចាហើយឡើងតែរៀបរាប់ចុះឡើងបងប្អូនចាមើលមកស្លរបស់នាងខ្ញុំក៏ឆ្អិនរួចរាល់ដែរនិយាយពីថាតំណងអត់បងប្អូនចាហើយយើងដួសដាក់ចានអីអញ្ចឹងទៅនិយាយពីថាអូយតំណងណាបងប្អូនហើយមកនេះឯងមុខមាត់ស្លខ្ទិះតាពាំងរបស់នាងខ្ញុំចាអញ្ជើញមកពិសាបាយជាមួយនាងខ្ញុំទាំងអស់គ្នាណាបងប្អូនមកបងប្អូនអរគុណមកញ៉ាំបាយមួយនាងខ្ញុំថ្ងៃបានខ្ទិះតាពាំង
đằng trên mòn tới đây này trong nhâm du ấy bông ôn tại gặp mình tập bèn phụ khai năng luôn bạn hồi tập bèn ấy chứ mà chuyện mà nắp tiền khoạp chừng mà ôi chang cái mùi thật thầy mặt tê hại sạt cái ôi đã mau gì thật triệt mong bông ôn này ôi triệt triệt hai bông con ơi hơi phong cái đai phong gì ôi chang người tên video របស់ខ្ញុំក៏មានតែប៉ុណ្្នឹងទេអរគុណជម្រាបលាជួបគ្នានៅវីដេអូក្រោយពុកម៉ែបងប្អូន